rule ទាំង3ដែលយើងប្រើប្រាស់ connect speech ធ្វើឲ្យយើង sound like native speakers នៅក្នុងវីដេអូនេះគឺខ្ញុំនឹងបញ្យល់បង្ហាញអំពីគន្លឹះទាំង3ដែលជនជាតិអាមេរិកឬក៏អ្នករៀនភាសាអង់គ្លេសបែបលំនាំអាមេរិកចូលចិត្តធ្វើយ៉ាងណាឲ្យសម្រង់សម្ដីរបស់យើងមានលក្ខណៈធម្មជាតិហើយដូចជា native speaker អញ្ចឹងអូខេដើម្បីយើងចូលទៅកាន់វីដេអូខ្លីរបស់យើងសូមអ្នកនាងចុចទៅលើប៊ូតុង subscribe ទៅលើ channel YouTube របស់ខ្ញុំ English Solutions with Ready ហើយក៏ដូចជា follow ទៅកាន់ Facebook page English Solution with Ruti ហើយជាមួយនឹង TikTok ដូចគ្នាអញ្ចឹងខ្ញុំមានកលឹះ3សំខាន់ដើម្បីចែកចំណែកជាមួយអ្នកនរគ្នាកលឹះទី1យើងត្រូវស្វែងយល់ពាក់ព័ន្ធជាមួយនឹង consonant vowel ហើយនិង consonant អញ្ចឹង rule ទី1នេះគឺសំខាន់ខ្លាំងមែនតើនៅពេលដែលយើងនិយាយភាសាអង់គ្លេសនៅពេលដែលពាក្យទាំងឡាយណាដែលវាបញ្ចប់នៅខាងចុងជាប្រភេទ consonant ហើយបន្តមកទៀតគឺមានពាក្យមួយទៀតដែលវាផ្ដើមជាមួយនឹងក្បាលស្រៈហើយបញ្ចប់ដោយ consonant បន្ទាប់ពីស្រៈហ្នឹងដែលមានន័យថា consonant vowel and consonant អញ្ចឹងនៅពេលនេះគឺយើងធ្វើការ connect speech ទៅលើ consonant បូកជាមួយនឹង vowel បូកជាមួយនឹង consonant យកតាមម្ដងជាឧទាហរណ៍សម្រាប់ពាក្យ turn on right turn គឺយើងបញ្ចប់ដោយសលេង n and then យើងបូកជាមួយនឹងពាក្យថា on ប៉ុន្តែយើងត្រូវដឹងថា on ចាប់ផ្ដើមជាមួយនឹងស្រៈ r ជាមួយនឹងសលេង n អញ្ចឹង turn on យើងអានភ្ជាប់គ្នាយកតែម្ដង another example ដូចជា read a book អញ្ចឹង read a book នៅពេលយើងអានភ្ជាប់គ្នាយើងធ្វើទៅលើ connect speech យើងបាន reader សំឡេងស្រៈ a នេះគឺយើងអានទៅជាស្រៈ ជាប្រភេទ schwa sound តែយើងត្រូវការបូកជាមួយនឹងសំឡេង read នៅខាងចុងនៃពាក្យ read ហ្នឹងគឺសំឡេង d អញ្ចឹងយើងយកសំឡេង d ហ្នឹងមកភ្ជាប់ជាមួយនឹងស្រៈ អញ្ចឹងយើងបាន read a book ពាក្យមួយទៀតគឺ earn apple សម្រាប់ពាក្យ earn apple នៅពេលដែលយើងអានលឿនយើង connect speech វាយើងបានពាក្យ earn ដែលយើងបញ្ចប់ទៅដោយសំឡេង n នៅខាងចុងបន្ទាប់មកពាក្យថា apple យើងផ្ដើមជាមួយនឹងស្រៈ a អញ្ចឹងនៅពេលដែលយើងយកសំឡេង earn បូកជាមួយនឹង a បន្ទៅជា earn apple I have an apple you want to help it for example ចូល rule ទី2គឺ consonant to consonant ដែលមានន័យថាបើសិនជាពាក្យទាំងឡាយណាដែលវាបញ្ចប់នៅខាងចុងដោយ consonant ហើយបន្តមកទៀតវាមានពាក្យមួយទៀតផ្ដើមដោយ consonant ដូចគ្នាអញ្ចឹងនៅពេលដែលវាមាន rule បែបហ្នឹង consonant to consonant គឺយើងមិនចាំបាច់អានសំឡេង consonant ទៀតទេអាហ្នឹងក្នុងលក្ខខណ្ឌ consonant ហ្នឹងដូចគ្នាណាឬក៏មានសំឡេងដូចគ្នាទាំងតែម្ដងជាឧទាហរណ៍ដូចជាពាក្យថា social life យើងក៏អាចអានបែបនេះទេដូចជា social and life មានន័យថាពាក្យថា social បញ្ចប់ដោយសំឡេង l នៅខាងចុងហើយបន្តពាក្យថា life ផ្ដើមដោយសំឡេង l អញ្ចឹងបើសិនជាពាក្យ social នៅខាងចុងបញ្ចប់ដោយសំឡេង l ដូចគ្នាជាមួយនឹងពាក្យដែលផ្ដើមដូចជាពាក្យថា life អញ្ចឹងយើងមិនបាច់អានពាក្យហ្នឹងបែបនេះទេ social life គឺយើងអានយកតែមួយតែម្ដងសំឡេង l អញ្ចឹងយើងបាន social life បែបនេះឧទាហរណ៍មួយទៀតដូចជាពាក្យថា big gate បាទ big gate របងធំឧទាហរណ៍ណាខ្លងទ្វារធំអញ្ចឹងទៅអញ្ចឹងយើងអាន big បញ្ចប់ដោយសំឡេង g big ហើយនឹងផ្ដើមជាមួយនឹងសំឡេង g មួយទៀតគឺ gate big gate អញ្ចឹងបើសិនជាមាន double g សំឡេង g ខាងចុងនៃពាក្យ big ហើយនឹងផ្ដើមជាមួយពាក្យមួយទៀតគឺ gate គឺយើងមិនបាច់អានពាក្យនឹងផ្ដាច់ចេញពីគ្នានេះគឺយើងអានវាយកតែជាប្រភេទមួយយកតែម្ដង consonant ឬក៏សំឡេងមួយតែម្ដងអញ្ចឹងយើងបាន big gate បែបនេះ another example black cat អូខេអញ្ចឹងយើងបាន black cat not black and cat អញ្ចឹងវាហាក់ដូចជា long នេះជាអ្វីដែលយើងអាច connect speech 100% ណា like native speaker ជា rule ទី3គឺពាក់ព័ន្ធជាមួយនឹងការផលិតសំឡេងបែបអាមេរិកគេហៅថា the fast sound របស់អាមេរិកនៅពេលណានៅពេលដែលយើង connect speech បែបនេះអញ្ចឹងឧទាហរណ៍នៅពេលដែលយើងឃើញពាក្យមួយដែលមានសំឡេង t ហើយយើងអមដោយសងខាងនៅខាងមុខឬនៅខាងក្រោយដែលមានន័យថាជាសំឡេងស្រៈអមនៃសំឡេង t នឹងអញ្ចឹងសំឡេង t នឹងអាចដូរទៅជាសំឡេង d ទន់ៗឬក៏យើងហៅថា soft d sound អញ្ចឹងយើងបានឧទាហរណ៍ពាក្យថា water វាទៅជា water មានន័យថា what ស្រៈ អ នៅខាងមុខសំឡេង t ហើយបញ្ចប់ដោយខាងចុងនៃសំឡេងបន្ទាប់ពីសំឡេង t នេះគឺស្រៈ អញ្ចឹងយើងបាន water ទៅជា water right get up ណាយើងមិនដែលអាន get up អញ្ចឹងយើងដូរសំឡេង t ទៅជាសំឡេង d ទន់ៗ get up like this អូខេអញ្ចឹងយើងមានតែប៉ុណ្្នឹងទេអ្នកនរសម្រាប់វីដេអូខ្លីនេះជូនសម្រាប់គេដែលគាត់សួរចង់បានទៅលើ rule សម្រាប់ធ្វើការ connect speech ជាភាសាអង់គ្លេសបែប natural ឬក៏ like American people ឬក៏ native speaker ណាអញ្ចឹងកុំភ្លេចចូលទៅ subscribe channel YouTube ផងហើយខ្ញុំវាមានជាមួយនឹង course online ដែលខ្ញុំទើបតែបើកដែរសម្រាប់គ្នាដែលគាត់ចង់បរិញ្ញាជាមួយនឹង speaking មានន័យថាធ្វើទាំង speaking ធ្វើទាំង grammar រៀនវេយ្យាករណ៍សម្រាប់សៀវភៅ Cliff TOEFL បូកជាមួយនឹង speaking ណាអញ្ចឹងវគ្គហ្នឹង available សម្រាប់សៅរ៍អាទិត្យម៉ោង8ដល់ម៉ោង10យប់ណា That's it អ្នកនរ